មានចប់មួយមកកាយឲ្យតែមានរន់ទៅចាក់អំបិលចូលផ្លែតចាំតែមួយសន្ទុះគឺថាវាឡើងមកហើយនៅពេលវាឡើងមកគឺថាចាប់វាអត់ទាន់បើចាប់វាមិនទាន់ទេវាអាចនឹងលឹបចូលទៅក្នុងវិញចាប់បានហើយបោះចូលក្នុងធុងប្លុកក៏លុកលាងទឹកឲ្យស្អាតទៅយកមកផ្ទះធ្វើម្ហូបបែបជប៉ុនក៏បានបែបខ្មែរក៏បាននៅក្នុងវីដេអូនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅរកម៉ាត់តិកៃជាមួយគ្រូសាខ្ញុំហើយម៉ាត់តិកៃហ្នឹងភាសាខ្មែរប្រែថាខ្យងឫស្សីណាបងប្អូនមិនដឹងថាប្រែត្រូវឬខុសទេព្រោះអីខ្ញុំដឹងតាមបងមួយគាត់ខមមិនប្រាប់ខ្ញុំនៅក្នុង TikTok ដែរទេខ្ញុំអត់ស្គាល់ដែរបងប្អូនព្រោះខ្យងឫស្សីឬក៏ម៉ាត់តិកៃនេះខ្ញុំមកស្គាល់នៅជប៉ុនទេកាលនៅខ្មែរខ្ញុំអត់ស្គាល់ទេហើយដើម្បីទៅរកខ្យងឫស្សីនឹងបានគឺយើងត្រូវតែមានចប់ហើយនឹងអំបិលចំពោះអំបិលធ្វើមិនក៏ដោយកុំឲ្យសើមទឹកបើសិនជាសើមទឹកគឺវាលាយអញ្ចឹងហើយប្តីខ្ញុំគាត់ក៏ចាក់ចូលនៅក្នុងដបជួរអញ្ចេះទៅហើយមានគម្របពណ៌រាងក្រហមហើយវាមានចពុយរាងស្រួចនេះដើម្បីងាយស្រួលចាក់អញ្ចឹងណាហើយមើលកូនខ្ញុំចោះបងប្អូនឲ្យនិយាយថាពីដើមធ្វើព្រោះអីចង់ប្រញាប់ទៅហើយគ្រាន់តែហើយភ្លាមគឺថាពីអ្នកបងប្អូនប៉ាត់ញ៉ាត់ទៅតែម្ដងតែចោតកើទេព្រោះអីច្រាំងថ្មធំពេកហើយកន្លែងរោដោយសារពួកខ្ញុំទៅរោនឹងវាចំថ្ងៃភ្លៀងអញ្ចឹងអត់សូវមានមនុស្សទេហើយបងប្អូនឃើញមនុស្សទូចរៀងនៅសមុទ្ររៀងជ្រៅនឹងអត់ពួកគាត់គឺជាអ្នកស្ទូចខ្ញុំអត់យល់ដែរថាហេតុអីពួកគាត់ទៅស្ទូចត្រីចូលទៅក្នុងសមុទ្រអញ្ចឹងខ្ញុំទើបតែឃើញដែរហើយចំពោះអានេះវិញគេហៅថាវ៉ាកាំអីបងប្អូនវាពណ៌បែបហ្នឹងមែនប៉ុន្តែនៅពេលដែលវាត្រូវទឹកក្តៅវាឡើងពណ៌បៃតងហើយកូនទូចខ្ញុំនេះបងប្អូនអើយគ្រាន់តែចុះពីច្រាំងថ្មនឹងភ្លាមគេដើរប៉ាត់ញ៉ាត់ទៅរកប៉ាឲ្យបងស្រីគេព្រោះអីចែកគ្នាចុះពីរនាក់គឺចុះអត់កើតទេអញ្ចឹងខ្ញុំឲ្យកូនធំខ្ញុំនោះរត់ទៅរកប៉ាទៅឲ្យប៉ាគាត់ដាក់ចុះព្រោះគាត់រៀងធ្ងន់អញ្ចឹងណាចាណៃកូនទូចគឺខ្ញុំដាក់ចុះខ្លួនឯងហើយម្យ៉ាងគាត់តាមតែខ្ញុំទៀតចុះដល់ឆ្នេរដំបងដើររៀងហមហានណាប៉ុន្តែដល់ពេលតែដើរទៅវារៀងតបតាប់ពេកមានណាបោះដៃអាម៉ាក់ជួយកាន់ព្រោះអីខ្លាចឌូលហើយពេលទៅរកបងប្អូនមកទូលឆ្នេរនេះដូចតែ4នាក់គ្រូសាខ្ញុំទេព្រោះអត់ទៅមានមនុស្សក្នុងចំណោមគ្រូសាខ្ញុំ4នាក់នឹងបកកែរយជាងគេគឺប្តីខ្ញុំបើកូនខ្ញុំ2នាក់នេះវិញគឺអត់មានអីទេទៅលេងហើយនឹងរំខានបើខ្ញុំវិញគេថាម៉ាអញ្ចឹងណាតិចតួចអញ្ចឹងហើយដំបូងគឺខ្ញុំត្រូវមើលប្តីខ្ញុំសិនបន្ទាប់មកហើយបានទៅរកខ្លួនឯងហើយខ្ញុំឃើញប្តីខ្ញុំគាត់ចាក់អារន់ធំហើយដល់ពេលខ្ញុំទៅរកខ្ញុំចាក់អារន់ធំដែរចុងក្រោយគាត់ប្រាប់ខ្ញុំថាអារន់ធំនឹងអត់មានទេអារន់ទូចអត់មានអញ្ចឹងខ្ញុំក៏តកាយរកហើយចាក់តាមរន់ទូចចឹងណាហើយកំពុងតែចាក់កំពុងតែអត់បងប្អូនហើយកូនស្រីខ្ញុំគាត់យកចប់មកកាប់វឹបទោះបីជាមានវាចាញ់មកក៏វាចូលក្នុងវិញដែរព្រោះអាហ្នឹងបើស្អីវាឡើងមកហើយយើងចាប់វាអត់ទាន់ទេគឺថាវាលឹបចូលទៅក្នុងវិញបាត់ហើយប៉ុន្តែអាខ្លះវិញគឺស្រួលមែនតើគឺវាចាញ់មកឡើងផុតស្រួលឲ្យយើងចាប់មែនតើហើយបាទនេះវិញគឺថាប៉ំទេប្តីខ្ញុំគាត់ថាចាប់ទៅបើមិនចាប់ទេវាលឹបចូលវិញបាត់ហើយខ្ញុំវាជំនាញខ្លាំងបងប្អូនលូកដៃចាប់ទៅវាចូលទៅវិញបាត់ចាប់មានបានណាតាតេលេតែហ្មងប្តីខ្ញុំគាត់ថាអូយដឹងមករោស្អីទេលោកហើយបើគាត់រកបានឡើងមួយកណោហើយខ្ញុំទៅបានមួយបងខ្ញុំពេលប្តីខ្ញុំថាអញ្ចឹងអត់មានអីបងប្អូនក្រៅពិសោធន៍ព្រោះខ្ញុំវាអត់ជំនាញមែនបើសិនវាចាញ់ផុតអញ្ចឹងគឺថាស្រួលចាប់មែនតែអត់មានបបាក់ចាប់អីទេហើយខ្ញុំរកបានតែ2ទេចំណែកប្តីខ្ញុំវិញគឺថាខ្វល់ឲ្យកូនខ្ញុំយកមកមួយដៃខ្វល់ឲ្យកូនខ្ញុំយកមកមួយដៃកូនស្រីធំខ្ញុំនេះក្រៅពីជូនណែអាខ្យងឫស្សីនឹងហើយគឺគាត់លេងហើយពេលគាត់ដើរទៅវិញនេះគាត់ឃើញអាគេថាហ្នឹងគេហៅផ្កាយសមុទ្រឯងបងប្អូនខ្ញុំមិនដឹងថាគេយកធ្វើអីដែរអញ្ចឹងខ្ញុំក៏ប្រឡែងវិញទៅហើយបើមួយកំពុងតែដើរមកនេះវិញបងប្អូនហើយពីក្បាលដល់ចុងជើងគឺសើមឲ្យពីទាំងអស់ហើយបើនៅក្នុងស្បែកជើងនឹងវិញគឺសុទ្ធតែដីខ្សាច់ព្រោះអីគាត់លេងដីខ្សាច់ហើយមុខរបស់គាត់អីហ្នឹងគឺថាជាប់សិតតែដីខ្សាច់ទាំងអស់ប្តីខ្ញុំគាត់ថាឲ្យដើរមករកខ្ញុំទៅដើម្បីឲ្យខ្ញុំនឹងជូតឲ្យប៉ុន្តែចុងក្រោយគឺថាទប់អត់ឈ្នះបងប្អូនអញ្ចឹងប្តីខ្ញុំគាត់ក៏ជូនចូលទៅចាំនៅក្នុងឡានមុនហើយម្យ៉ាងប្តីខ្ញុំគាត់អត់សូវស្រួលខ្លួនទេគាត់យ៉ាងក្តៅល្ងាអញ្ចឹងណាហើយអាការៈប្តីខ្ញុំហ្នឹងនៅថ្ងៃបន្ទាប់គឺឈឺទៅធ្វើការកើតទេពេលដែលតេស្តទៅគឺកើតជំងឺកូវីដហើយខ្ញុំក្រោយពីប្តីខ្ញុំហើយកូនខ្ញុំទៅបាត់ហើយខ្ញុំក៏ចាប់ផ្ដើមនៅរកពីអ្នកកូនស្រីច្បងខ្ញុំព្រោះអីកូនស្រីច្បងខ្ញុំគាត់អត់ព្រមទៅអញ្ចឹងក៏នៅរកពីអ្នកហើយខ្ញុំគឺជក់ខ្លាំងមែនតើបងប្អូនដោយសារតែចេះរកហើយពីមុនអត់ចេះរករៀងនៅភ្លឺណាតែបើទើបតែចេះរកគឺថាជក់នៅនឹងអាចរកតើតាអស់អំបិលដែលប្តីខ្ញុំច្រកនៅក្នុងថង់ហ្នឹងទើបដូចគ្នាឡើងទៅផ្ទះអញ្ចឹងណាស្ដាយមែនតើថ្ងៃពួកខ្ញុំទៅរកហ្នឹងគឺពួកខ្ញុំយកកូនជាប់ទូចទៅបើសិនយកជាប់ធំទៅមិនដឹងថាល្អប៉ុណ្ណាព្រោះអីជាប់ធំយើងកាយក៏បានរន់រឿងច្រើនដែរអញ្ចឹងយើងចាំតែចាំអំបិលចូលទៅហើយចាំតែចាប់វាមិនដឹងថាបានច្រើនប៉ុណ្ណាទេហើយពួកខ្ញុំយកជាប់ទូចចេះទៅបងប្អូនអើយប្របាក់រកហើយរកបានទីហើយកូនឆាចេះទៀតបងប្អូនរកគ្មានបានច្រើនប្រហែលទេហើយពេលពួកខ្ញុំឡើងមកផ្ទះនេះគឺចាប់ផ្ដើមមានជនជាតិជប៉ុនគឺគាត់ចាប់ផ្ដើមទៅរកព្រោះអីវារៀងភ្លៀងរៀងយូរដែរអញ្ចឹងគឺមានជនជាតិជប៉ុនចុះទៅរកច្រើនទៅតែពួកខ្ញុំចាប់ឲ្យឡើងមកផ្ទះវិញព្រោះអីប្តីខ្ញុំគាត់ប្រាប់ថាអត់សូវស្រួលខ្លួនរត់តែខ្លាំងទៅអញ្ចឹងត្រូវការមកផ្ទះវិញហើយចុងក្រោយគឺរកបានតែប៉ុណ្្នឹងឯងបងប្អូនច្រើនបំផុតហើយ